មានថ្ងៃមួយមិត្តភក្តិរបស់ខ្ញុំម្នាក់គាត់បានសួរខ្ញុំថាជីវិតខ្ញុំមិនហើយសុខសប្បាយអត់ហើយរាល់ថ្ងៃនេះធ្វើអីសុខទុក្ខមិនដែរអីមិនដែរអញ្ចឹងណារស់នៅណាអីនៅណាអញ្ចឹងណានៅពេលដែលខ្ញុំឮអញ្ចឹងខ្ញុំមានអារម្មណ៍មួយថាវាគឺដូចជាសំណួរទី1អ្នកទាំងអស់គ្នាសម្រាប់ខ្ញុំគឺខ្ញុំអត់ដែលបានឮសំណួរទាំងអស់ហ្នឹងទេខ្ញុំធ្លាប់តែសួរគេប៉ុន្តែសំណួរទាំងអស់ហ្នឹងខ្ញុំអត់ដែលបានឮពីអ្នកណាម្នាក់ឬក៏ពីគ្រួសាររបស់ខ្ញុំក៏សួរទេអញ្ចឹងសម្រាប់ខ្ញុំគិតថាប្រហែលជាជីវិតរបស់ខ្ញុំអត់សូវមានអ្នកណាគេម្នាក់ខ្វល់ខ្វាយឬក៏ចង់ដឹងពីសុខទុក្ខរបស់ខ្ញុំអីលាក់នឹងលាក់អីចឹងទៅអញ្ចឹងខ្ញុំអត់ដែលរំពឹងថានឹងមាននរណាម្នាក់គាត់មកសួរគាត់មកចង់ដឹងពីសុខទុក្ខខ្ញុំខ្វល់ខ្វាយថាខ្ញុំរស់នៅមិនអីមិនទេអ្នកទាំងអស់គ្នាតែពេលមានថ្ងៃមួយខ្ញុំឮសំណួរហ្នឹងចេញពីមិត្តភក្តិរបស់ខ្ញុំណាខ្ញុំ feel like oh my god finally ខ្ញុំមានអ្នកដែលគាត់ចង់ដឹងពីសុខទុក្ខរបស់ខ្ញុំដែរតាមពិតទៅក៏មានអ្នកដែលគាត់នៅបារម្ភពីខ្ញុំដែរអីពីខ្ញុំដែរអញ្ចឹងណាហើយគាត់គឺជាមិត្តភក្តិដែលធ្លាប់រៀនជាមួយគ្នាទេមិនមែនជាមិត្តភក្តិដែលទៅតែស្គាល់ថ្មីឬក៏អីទេយើងអត់សូវដែលសួរគ្នាទេអ្នកទាំងអស់គ្នាព្រោះបែកគ្នាយូរដែរជាមិត្តភក្តិចាស់អញ្ចឹងនៅពេលដែលខ្ញុំឮសំណួរគាត់សួរហ្នឹងខ្ញុំមានអារម្មណ៍មួយថាទី1វាហាក់បីដូចជាសំណួរទី1ដែលខ្ញុំទៅតែបានស្ដាប់ឮចូលមកក្នុងជីវិតរបស់ខ្ញុំហើយទី2អ្វីដែលខ្ញុំមានអារម្មណ៍ថាភាំងហ្នឹងគឺខ្ញុំអត់ដឹងថាត្រូវឆ្លើយទៅវិញថាម៉េចអ្នកទាំងអស់គ្នានៅពេលដែលគេសួរថាអ្នកទាំងអស់គ្នាធ្លាប់អត់នៅពេលដែលគេសួរថាជីវិតយើងមិនហើយរាល់ថ្ងៃហ្នឹងយើងធ្វើការអីយើងរស់នៅណាអីនៅណាពេលខ្លះយើងមានអារម្មណ៍ថាយើងភាំងដោយសារទី1សំណួរហ្នឹងវាថ្មីសម្រាប់យើងហ្មងយើងទី2យើងអត់ដែលត្រៀមខ្លួនអ្នកទាំងអស់គ្នានៅពេលដែលយើងអត់ធ្លាប់ឮសំណួរហ្នឹងយើងអត់ដែលត្រៀមខ្លួនទេយើងអត់ដែលត្រៀមខ្លួននៅក្នុងការឆ្លើយតបសំណួរហ្នឹងទៅគេវិញអញ្ចឹងបានន័យថាខ្ញុំអត់ដែលឆែកមកកាន់ខ្លួនឯងទេខ្ញុំអត់ដែលមើលមកកាន់ខ្លួនឯងទេថាជីវិតរបស់ខ្លួនឯងនឹងមិនហើយមានបញ្ហាអីខ្លះជួបបញ្ហាអីខ្លះលំបាកអីខ្លះរាល់ថ្ងៃនឹងមិនដែររស់នៅមិនដែរគឺខ្ញុំអត់ដែលឆ្លោះបញ្ចាំងអានឹងមកខ្លួនឯងទេអ្នកទាំងអស់គ្នាខ្ញុំអត់ដែលពេលខ្លះខ្ញុំអត់នឹងដឹងថាខ្ញុំរស់នៅរាល់ថ្ងៃហ្នឹងនៅភូមិអីគេនៅសង្កាត់អីគេអ្នកទាំងអស់គ្នាព្រោះខ្ញុំមានអារម្មណ៍មួយថាព័ត៌មានទាំងអស់ហ្នឹងអីទាំងអស់ហ្នឹងវាអត់សូវចាំបាច់ទេអ្នកទាំងអស់គ្នាស្រាប់តែពេលមានថ្ងៃមួយគេសួរសំណួរហ្នឹងមកយើងចាប់ផ្ដើមភ្ញាក់ផ្អើលបដ ாய் យើងចាប់ផ្ដើមមានអារម្មណ៍មួយថាអូយគួរឆ្លើយពីណាទៅណាមុនអូយឥឡូវហ្នឹងខ្ញុំពឹងតែរស់នៅណារស់នៅទីតាំងសង្កាត់អីគេភូមិអីគេអីចឹងទៅខ្ញុំកំពុងធ្វើការហើយការងារហ្នឹងជាការងារដែលខ្ញុំពេញចិត្តមែនអត់ជាការងារដែលខ្ញុំធ្លាប់ស្ថិតនៅក្នុងក្តីសម័យរបស់ខ្ញុំមែនអត់អីមែនអត់អញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងអ្វីដែលខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាមានពេលខ្លះដោយសារតែអត់មានសំណួរចូលមកក្នុងជីវិតរបស់យើងអត់ដែលឮសំណួរទាំងអស់ហ្នឹងទេមិនថាសំណួរហ្នឹងវាលេចចេញពីខ្លួនឯងផ្ទាល់ឬក៏វាលេចចេញពីមិត្តភ័ក្តិរបស់យើងក្រុមគ្រួសាររបស់យើងបងប្អូនរបស់យើងអញ្ចឹងធ្វើឲ្យយើងធ្វើការងារប្រចាំថ្ងៃរបស់យើងធ្វើឲ្យជីវិតរបស់យើងនេះហាក់បីដូចជាវាស្ងៀមស្ងាត់ហាក់បីដូចជារៀងអត់សូវលេចធ្លោទេអ្នកទាំងអស់គ្នាអត់សូវលេចធ្លោនឹងខ្ញុំចង់បានន័យថាអញ្ចឹងខ្ញុំចង់បានន័យថាយើងអត់សូវខ្វល់ពីជីវិតរបស់ខ្លួនឯងទេថារាល់ថ្ងៃហ្នឹងយើងកំពុងតែរស់នៅណាយើងកំពុងតែធ្វើអីយើងកំពុងតែបំពេញការងារឬក៏តួនាទីឬក៏កាតព្វកិច្ចធ្វើអីលាក់នឹងលាក់អីចឹងទៅយើងអត់សូវផ្ដល់ឱកាសនៅក្នុងការឲ្យខ្លួនឯងហ្នឹង challenge ឬក៏ធ្វើអីដើម្បីពង្រឹងសមត្ថភាពខ្លួនឯងបន្ថែមទៀតទេព្រោះដោយសារតែអ្នកទាំងអស់គ្នាធ្លាប់អត់ហេតុអីអ្នកទាំងអស់គ្នាធ្លាប់គិតទេហេតុអីបាននៅក្នុងប្រទេសទីផ្សារសេរីឬក៏អីគេតែងតែមានដៃគូប្រកួតប្រជែងហើយនៅពេលដែលមានដៃគូប្រកួតប្រជែងគឺគេតែងតែសួរសំណួរអ្នកទាំងអស់គ្នាឧទាហរណ៍ថាក្រុមហ៊ុន A និងក្រុមហ៊ុន B គឺគាត់បើកជាស្ថាប័នដូចគ្នាអញ្ចឹងណាសំណួរសួរថាតើ A និង B ហ្នឹងពួកគាត់មួយណាដែលអាចរីកលូតលាស់លឿនជាងនៅពេលដែលឧទាហរណ៍ថាស្ថាប័ន B គាត់រីកលូតលាស់លឿនជាងគាត់មានអតិថិជនច្រើនជាងគាត់មានសេវាកម្មល្អជាងឬក៏អីជាងចឹងទៅអញ្ចឹងស្ថាប័ន A ហ្នឹងគាត់ចាប់ផ្ដើមដាក់ជាសំណួរសួរឲ្យអ្នកទាំងអស់គ្នាថាហេតុអីបានវាអញ្ចឹងណាអញ្ចឹងនៅពេលដែលសួរស្ថាប័ន A ហ្នឹងគាត់ចាប់ផ្ដើមមើលឃើញពីទី1ចំណុចខ្លាំងរបស់ស្ថាប័ន B ឯងទីគាត់ឃើញពីចំណុចខ្លាំងគាត់ឃើញថាហេតុអីបានគេមានអតិថិជនច្រើនហេតុអីបានសេវាកម្មគេល្អហើយគាត់ចាប់ផ្ដើមយកមកប្រៀបធៀបនឹងខ្លួនឯងឯងពេលដែលប្រៀបធៀបហ្នឹងគឺដើម្បីរកចំណុចខ្សោយរបស់ខ្លួនឯងអញ្ចឹងណាអញ្ចឹងកន្លែងហ្នឹងគឺខ្ញុំចង់សម្ដៅថាអញ្ចឹងអ្នកទាំងអស់គ្នាជីវិតរបស់យើងគឺដូចគ្នាហើយពេលខ្លះគឺអត់ចាំបាច់មានគេមកសួរយើងទេអ្នកទាំងអស់គ្នាអត់ចាំបាច់មានទាល់តែមានគេមកសួរយើងថាជីវិតយើងមិនដែររាល់ថ្ងៃយើងធ្វើការមិនដែរសប្បាយអត់ពេញចិត្តជាមួយការងារខ្លួនឯងអត់
យើងពេញចិត្តនឹងជីវិតរបស់ខ្លួនឯងអត់យើងកំពុងតែធ្វើអីគេដើម្បីឲ្យជីវិតរបស់ខ្លួនឯងរីកចម្រើនអ្នកទាំងអស់គ្នាពេលខ្លះយើងអត់ចាំបាច់រងចាំអ្នកណាម្នាក់មកសួរយើងទេព្រោះយើងអត់ដឹងថាពេលណាបូកសំជាមួយយើងមនុស្សមិនសូវប្រកែវោហារស័ព្ទមិនសូវប្រកែតំណែងតំណងអីផងយូរទៅធ្វើឲ្យគេមិនសូវនឹកនាទេអ្នកទាំងអស់គ្នាជារឿយៗអ្នកទាំងអស់គ្នាអាចរំលឹកសំណួរទាំងអស់ហ្នឹងមកកាន់ខ្លួនឯងវិញណាដើម្បីជាការបំផុសគំនិតខ្លួនឯងដើម្បីជាការរំលឹកខ្លួនឯងឧទាហរណ៍ថាយើងសួរសំណួរថារាល់ថ្ងៃហ្នឹងយើងកំពុងតែធ្វើអីគេហើយយើងធ្វើការងារមួយនឹងឬក៏បំពេញអាជីពឬក៏បំពេញកាតព្វកិច្ចអីមួយនឹងថាតើយើងពេញចិត្តមួយវាអត់ហើយជាការងារដែលយើងនឹងត្រូវធ្វើវាបន្តនៅថ្ងៃអនាគតអត់ឬក៏យើងត្រូវផ្លាស់ប្ដូរទិសដៅរបស់យើងឬក៏អីអត់តើជីវិតរបស់យើងរាល់ថ្ងៃនឹងយើងរស់នៅយើងពេញចិត្តហើយមានកន្លែងណាដែលនៅមិនទាន់ល្អកន្លែងណាដែលត្រូវបំពេញចន្លោះប្រហោងអីបន្ថែមឬក៏អត់អ្នកទាំងអស់គ្នារៀននៅក្នុងការដាក់សំណួរសួរមកកាន់ខ្លួនឯងអញ្ចឹងទៅធ្វើឲ្យជីវិតរបស់យើងនឹងអាចមើលឆ្លោះបញ្ចាំងនៅអ្វីដែលខ្លួនឯងល្អហើយនៅអ្វីដែលខ្លួនឯងមិនទាន់ល្អហើយយកមកបំពេញបន្ថែមដើម្បីយើងអាចមានឱកាសនៅក្នុងការពង្រឹងសមត្ថភាពខ្លួនឯងអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អប្រសើរជាងមុនណាអ្នកទាំងអស់គ្នាបងប្អូនទាំងអស់គ្នាដែលកំពុងរៀនក៏ដូចគ្នាដែរអ្នកដែលកំពុងធ្វើការអ្នកដែលកំពុងរស់ស៊ីធ្វើអីក៏ដោយអ្នកទាំងអស់គ្នាត្រូវរៀននៅក្នុងការដែលសួរខ្លួនឯងរាល់ថ្ងៃសួរខ្លួនឯងជានិច្ចអញ្ចឹងណាអូខេអញ្ចឹងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអរគុណច្រើនជួបគ្នាវីដេអូក្រោយបាយបាយ